សូមជូនរឿងនិទានខ្មែររឿងអ្នកតាចាញ់ប្រាជ្ញាកសិករមានគ្រួសារកសិករមួយរស់នៅតែពីរនាក់ប្តីប្រពន្ធមិនទាន់មានកូនទេកសិករពីរនាក់ប្តីប្រពន្ធទៅដាំដំណាំលើដីរបស់ខ្លួនស្រាប់តែមានអ្នកតាមួយនៅក្បែរព្រៃនោះចេញមកសម្លុតកសិករថានេះវុយបរោះអ្វីទាំងនេះគឺសុទ្ធតែជារបស់យើងទាំងអស់បើឯងចង់ដាំដំណាំនៅទីនេះឯងត្រូវចែកផលពាក់កណ្ដាលឲ្យយើងកសិករហួសចិត្តដីរបស់គាត់សោះបែរជាអ្នកតាមកទាមទារចែកផលទៅវិញប៉ុន្តែគាត់មិនប្រកែកទេកសិករស៊ូទៅអ្នកតាថាខ្ញុំសុខចិត្តចែកផលដំណាំតាមបំណងលោកម្ចាស់តើលោកម្ចាស់ឲ្យខ្ញុំចែករបៀបណាសូមលោកម្ចាស់ប្រាប់មកខ្ញុំនឹងធ្វើតាមគ្រប់យ៉ាងអ្នកតាឆ្លើយភ្លាមមិនបាច់គិតយូរយើងត្រូវចែកគ្នារបៀបនេះគឺផលណាដែលចេញផុតពីដីត្រូវបានទៅឯងចំណែកផលណាដែលកប់នៅក្នុងដីត្រូវបានមកជារបស់យើងកសិករយល់ព្រមតាមពាក្យសន្យារួចក៏នាំប្រពន្ធដាំស្រូវនៅទីនោះលុះពេលស្រូវទុំកសិករទាំងពីរនាក់ប្តីប្រពន្ធនាំគ្នាច្រូតស្រូវយកទៅបោកបែនរក្សាទុកក្នុងជង្រុកហើយហេយីអាវៃចំណែកឬស្រូវបានទៅអ្នកតាពេលនោះអ្នកតាខឹងខ្លាំងណាស់មកជួបកសិករម្ដងទៀតអ្នកតាមិនសុខចិត្តព្រោះការចែកគ្នារបៀបនេះគឺអ្នកតាដូចជាគ្មានបានអ្វីសោះមិនដឹងយកឬស្រូវយកទៅធ្វើអ្វីឲ្យបានជាប្រយោជន៍អ្នកតាសម្លុតកសិករទាំងខឹងថាម្ដងនេះយើងមិនយកផលណាដែលនៅក្នុងដីនោះទេយើងយកផលណាដែលចេញផុតពីដីវិញកសិករយល់ព្រមតាមអ្នកតារហូតពេលនេះកសិករចាប់ផ្ដើមដាំសុទ្ធតែដំឡូងវិញម្ដងលុះដល់ពេលបានផលកសិករជីកយកមើមទាំងអស់ទុកទងនឹងស្លឹកដំឡូងទៅឲ្យអ្នកតាទាមទារចែកផលស្មើគ្នាជាថ្មីម្ដងទៀតលើកនេះអ្នកតាស្រែកប្រកាសខ្លាំងថាណែវុយអញឈប់ចាញ់បោកពួកឯងទៀតហើយម្ដងនេះយើងត្រូវយកផលដែលនៅខាងចុងនិងដែលនៅកប់នៅក្នុងដីវិញឮដូច្នេះកសិករចាប់ផ្ដើមដាំពោតម្ដងកសិករជាមនុស្សឆ្លាតមិនចង់ជំទាស់ចិត្តអ្នកតាប៉ុន្តែគាត់រកវិធីត្រជាក់ដោះស្រាយបញ្ហាមិនឲ្យអ្នកតារករឿងគាត់បានដល់រដូវពោតមានផ្លែពោពេញដើមកសិករនាំប្រពន្ធបរទេះទៅចំការពោតបេះផ្លែពោតដាក់ពេញរទេះដោយសប្បាយរីករាយព្រោះពោតបានផលល្អហើយចំណែកដែលកសិករត្រូវបានគឺភាគត្រង់កណ្ដាលដើមនេះហើយចំណែកនោះគឺផ្លែពោតមកពីកសិករបានគិតរួចថាមានតែដំណាំពោតនោះទេដែលផលត្រូវបាននៅត្រង់ពាក់កណ្ដាលដើមចំណែករបស់អ្នកតាដែលយកផលខាងចុងនិងផលក្នុងដីគឺត្រូវបានផ្កាពោតនិងឫសពោតអ្នកតាតកំណត់ក៏លាន់មាត់ថាជីបុរសនេះពិតជាឆ្លាតមែនយើងចាញ់ប្រាជ្ញាវិធីហើយចាប់តាំងពីពេលនោះមកអ្នកតាក៏ឈប់តាមទៅរករឿងកសិកររហូតអរគុណរឿងនេះសូមចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណ